ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកបង្ហាញបងប្អូនពីរបៀបធ្វើសាយ៉ឲ្យមានរសជាតិឆ្ងាញ់ហើយក្នុងវីដេអូហ្នឹងគឺខ្ញុំបង្ហាញបងប្អូនពីរបៀបដើម្បីខ្ចប់សាយ៉ហ្នឹងចាឲ្យបានសាច់នំចាសាច់សបកហ្នឹងទន់ឬក៏ស្រួយចាឥឡូវកុំឲ្យខាតពេលយូរបងប្អូនទៅមើលពីរបៀបខ្ញុំធ្វើទាំងអស់គ្នាចានេះជាគ្រឿងផ្សំនេះខ្ញុំមានសាច់ជ្រូកចាផ្សិតក្អូបមីសួរខ្ទឹមបារាំងការ៉ុតចាហើយឥឡូវហ្នឹងគឺនេះខ្ញុំយកគ្រឿងសាច់ជ្រូកហ្នឹងមកកិនឲ្យម៉ត់ចាហើយសម្រាប់ការកិនហ្នឹងគឺបងប្អូនអាចចិញ្ច្រាំក៏បានឬក៏ប្រើម៉ាស៊ីនដូចនេះខ្ញុំនេះក៏បានចាខ្ញុំប្រើម៉ាស៊ីនហ្នឹងគឺងាយស្រួលបងប្អូនហើយម៉ាស៊ីនហ្នឹងគឺនេះខ្ញុំមានលក់បងប្អូនអាចធ្វើចាកិនធ្វើប្រហិតក៏បានឬក៏កិនសាច់ឆាធម្មតាក៏បានដែរចាហើយនេះខ្ញុំកិនសាច់និយាយទៅអត់ឲ្យវាម៉ត់ខ្លាំងមកល្មមអញ្ចឹងណាបងប្អូនចាកិនវាឲ្យបានម៉ត់ហើយរបៀបធ្វើសាយ៉នេះបងប្អូនគឺងាយមែនតើគឺខ្ញុំកិនបន្លែទាំងអស់និយាយទៅនេះខ្ញុំអត់ហាន់ឬក៏ឈូសវាទេបន្លែអស់ហ្នឹងគឺខ្ញុំកិនវាចាដូចការ៉ុតនេះអញ្ចឹងណាខ្ញុំកាត់វាដុំហើយដាក់ក្នុងម៉ាស៊ីនហើយកិនវាមិនឲ្យម៉ត់ខ្លាំងទេបងប្អូនប៉ុន្តែម៉ត់ល្មមណាហើយម៉ាស៊ីនហ្នឹងគឺខ្ញុំមានលក់ដែរបងប្អូនកម្លាំងវា900វ៉ាត់ចាបងប្អូនអាចកិនស្លឹកគ្រៃឬកិនសាច់បន្តិចតួចអីបានណាហើយវាជាឈុតដូចគ្នាចាដូចម៉ាស៊ីនមុនដែរបងប្អូនចានេះខ្ញុំកិនការ៉ុតហើយបន្ទាប់មកខ្ញុំកិនខ្ទឹមបារាំងខ្ញុំដាក់វាប្រហែលពាក់កណ្ដាលបងប្អូនហើយកិនវាចានិយាយទៅនេះខ្ញុំអត់ចង់កាត់វាដុំទូចពីព្រោះវាចូលភ្នែកហើយវាយូរអីអញ្ចឹងណាបងប្អូនអញ្ចឹងបន្លែទាំងអស់គឺខ្ញុំកិនវាបែបហ្នឹងគឺលឿនណាបងប្អូនធ្វើបែបហ្នឹងណាចាហើយនេះជាផ្សិតក្អូបខ្ញុំយកវាទៅត្រាំទឹកឲ្យរីកហើយបន្ទាប់មកគឺខ្ញុំចាកិនលាយជាមួយខ្ទឹមសហើយកិនហ្នឹងគឺថាមកឈុចនិយាយទៅលឿនមែនតើចាកិនហើយខ្ញុំចាក់លាយជាមួយនឹងសាច់ជ្រូកហើយនឹងចាបន្លែផ្សេងហើយបន្ទាប់មកខ្ញុំលាយគ្រឿងផ្សំមានដូចជាប្រេងខ្យងប្រេងល្ងម្រេចម៉ដ្ឋហើយទឹកស៊ីអ៊ីវចាបន្ទាប់មកពងមាន់ខ្ញុំដាក់វាមួយគ្រាប់ហើយនេះជាមីសួរដែលខ្ញុំបានត្រាំវាបងប្អូនខ្ញុំយកវាទៅកាត់ចាល្អិតអញ្ចឹងទៅណាចាល្អិតជាងហ្នឹងឬក៏វែងអីតាមបងប្អូនចូលចិត្តណាហើយនេះជាម្សៅពោតចាដាក់វាដើម្បីឲ្យសាច់ស្នូលយើងវាល្មួតចាវាស្អិតជាប់គ្នាស្រួលមូលបងប្អូនហើយបន្ទាប់មកខ្ញុំទុកវាមួយឡែកសិនហើយនេះជាខ្ទិះដូងលាយជាមួយនឹងទឹកចាខ្ញុំលាយវាសម្រាប់លាបនឹងសម្បកណែមបងប្អូនចានេះខ្ញុំបង្ហាញបងប្អូនពីរបៀបហើយសម្បកណែមខ្ញុំប្រើប្រភេទហ្នឹងចានេះជារបៀបទី1គឺខ្ញុំប្រើខ្ទិះដូងលាយជាមួយទឹកដើម្បីលាបសម្បកណែមអញ្ចឹងបងប្អូនងាយស្រួលមែនតើប៉ុន្តែគ្រាន់តែថាបងប្អូនត្រូវលាបវាមុនប្រហែលជា10នាទីឬ15នាទីទុកដើម្បីឲ្យវាទន់ណាចាហើយរបៀបមួយទៀតគឺខ្ញុំយកសម្បកណែមហ្នឹងមកជ្រលក់នឹងទឹកតែម្ដងនិយាយទៅមួយយ៉ាងម្នាក់ហើយសម្បកណែមនៅពេលចៀនហើយក៏ខុសប្លែកគ្នាដែរបងប្អូនហើយរបៀបជ្រលក់ទឹកហ្នឹងខ្ញុំជឿថាបងប្អូនចេះហើយគ្រាន់តែយកសម្បកណែមមកជ្រលក់ទឹកទៅគ្រាន់តែថានេះខ្ញុំមានប្រទេសជាន់ហ្នឹងវាងាយស្រួលណាបងប្អូននេះខ្ញុំមានចំនួន10អញ្ចឹងនេះខ្ញុំជ្រលក់សម្បកណែមហ្នឹង10ហើយទុកវាឲ្យទន់ទៅបន្ទាប់មកយើងអាចខ្ចប់វាបានហើយចាហើយចំណែកសម្បកណែមដែលនេះខ្ញុំលាបជាមួយនឹងប្រេងដូងហ្នឹងណាចាគឺបងប្អូនត្រូវទុកវា10ទៅ15នាទីនេះបានតែ5នាទីបងប្អូនវាអត់ទាន់ទន់ទេឥឡូវខ្ញុំចាប់ដើមចាខ្ចប់ជាមួយនឹងសម្បកណែមដែលនេះខ្ញុំចាជ្រលក់ទឹកវាឆាប់ទន់ជាងហើយរបៀបខ្ចប់គឺបងប្អូនអាចខ្ចប់ទៅតាមចំណូលចិត្តចាធ្វើយ៉ាងណាយើងបិទវាចិត្តអញ្ចឹងទៅហើយរបៀបនេះខ្ញុំខ្ចប់គឺនេះខ្ញុំខ្ចប់វាបែបហ្នឹងណាបងប្អូនដើម្បីឲ្យវាស្មើល្អចាគឺយើងបិទវាសងខាងអញ្ចឹងហើយបន្ទាប់មកយើងមូលវាតែម្ដងបងប្អូនអាចធ្វើតាមនេះខ្ញុំឬក៏បងប្អូនមានរបៀបខ្ចប់បងប្អូនអាចខ្ចប់ទៅតាមបងប្អូនណាចាហើយនេះជាសម្បកណែមដែលនេះខ្ញុំបានលាបជាមួយនឹងខ្ទិះដូងហ៎និយាយទៅវាសម្រាប់អ្នកដែលគេធ្វើលក់គឺចូលចិត្តប្រើរបៀបហ្នឹងបងប្អូនពីព្រោះយើងអាចដាក់ផ្ទួតលើគ្នាអញ្ចឹងបានណាហើយនៅពេលដែលវាទន់ហើយយើងអាចបកវាអញ្ចឹងប៉ុន្តែសម្បកណែមដែលយើងលាបចាជ្រលក់ជាមួយទឹកហើយត្រួតគ្នាអញ្ចឹងគឺយើងអាចបកបានទេបងប្អូនគឺវាស្អិតជាប់គ្នាតែម្ដងចាហើយបើគេធ្វើលក់គឺគេចូលចិត្តរបៀបលាបជាមួយខ្ទិះដូងហ្នឹងណាពីព្រោះវាអត់ជាប់ចូលគ្នាចាវាអត់ស្អិតចូលគ្នាចាទោះយើងខ្ចប់ហើយក៏វាអត់ស្អិតចូលគ្នាដែរហើយពិសេសពេលបំពងគឺវាអត់ជាប់គ្នាទេបងប្អូនស្រួលបំពងចាបងប្អូនអាចមើលដឹងពីព្រោះចានិយាយទៅវាខុសគ្នាមើលទៅដឹងខុសគ្នាបងប្អូនចាសម្បកណែមជ្រលក់ទឹកហើយនិងសម្បកណែមជ្រលក់ជាមួយនឹងខ្ទិះដូងណា
សម្រាប់ក្បួនទាំងពីរហ្នឹងគឺនេះខ្ញុំចូលចិត្តលាបជាមួយនឹងខ្ទិះដូងជាងចាសបកណែមលាបជាមួយខ្ទិះដូងជាងពីព្រោះវាអត់ជាប់គ្នាចាតួយើងមូលហើយដាក់កលើគ្នាក៏វាអត់ជាប់គ្នាដែរហើយពិសេសគឺពេលចៀនណាបងប្អូនចាសាយ៉ដែលខ្ចប់ជាមួយនឹងសម្បកជ្រលក់ទឹកគឺវាជាប់គ្នាមែនតើគាត់ថាវាស្រួយបងប្អូនវាស្រួយឆ្ងាញ់ណាប៉ុន្តែសាយ៉ដែលលាបជាមួយនឹងខ្ទិះដូងចាយើងដាក់ចៀនគឺវាអត់ជាប់គ្នាទេហើយនេះខ្ញុំបំពងដំបូងហ្នឹងគឺខ្ញុំចាបំពងជាមួយនឹងសម្បកសាយ៉ជ្រលក់ជាមួយនឹងទឹកចាវាជាប់គ្នាអញ្ចឹងដល់ពេលវាជាប់ទៅគឺជាងចៀនទៅវាមិនសូវស្អាតទេបងប្អូនពីព្រោះវាស្អិតជាប់គ្នាវាធ្វើឲ្យធ្លាយចាហើយចំណែកនេះជាសាយ៉ដែលខ្ញុំជ្រលក់ជាមួយខ្ទិះដូងចាបងប្អូនអាចមើលដឹងគឺអត់ជាប់គ្នាទេពេលយើងចៀនស្រួលបងប្អូននិយាយទៅស្រួលមែនតើអញ្ចឹងហើយបានគេធ្វើលក់អ្នកដែលគេធ្វើលក់គឺគេចូលចិត្តធ្វើចាក្បួនហ្នឹងគ្រាន់តែថាវាអត់សូវស្រួយបងប្អូនប៉ុន្តែឆ្ងាញ់ដូចគ្នាយើងចៀនវា2ដងទៅបើសិនជាបងប្អូនចៀនម្ដងវាអត់សូវស្រួយទេតែបងប្អូនអាចចៀនវា2ដងស្រង់វាហើយបន្ទាប់មកបងប្អូនដាក់ចៀនវាម្ដងទៀតចាទៅវាក្រហមហើយនឹងស្រួយឆ្ងាញ់ចាឥឡូវរួចរាល់ហើយបងប្អូនហើយសម្រាប់ភ្លើងចៀនហ្នឹងគឺបងប្អូនប្រើភ្លើងមធ្យមទៅដើម្បីឲ្យវាឆ្អិនដល់សាច់ជ្រូកស្នូលខាងក្នុងណាចាហើយឥឡូវក្រហមល្អមែនតើបងប្អូនចាហើយនេះបងប្អូនអាចមើលដឹងនេះជាសាយ៉ដែលខ្ញុំចៀនជាមួយនឹងសម្បកជ្រលក់ទឹកបងប្អូនអាចមើលដឹងមួយរៀងអាឡូងជាងមួយរៀងដុំប៉ុន្តែឆ្ងាញ់ដូចគ្នាបងប្អូនចាសំខាន់រសជាតិស្នូលផងដែរចាអញ្ចឹងបងប្អូនអាចធ្វើទៅតាមចំណង់ចំណូលចិត្តបងប្អូនចូលចិត្តរបៀបមួយណាគឺអាចធ្វើទៅតាមចាចំណង់ចំណូលចិត្តប៉ុន្តែរសជាតិធានាថាឆ្ងាញ់តែម្ដងលាយចាស្នូលបែបហ្នឹងណាចាអរគុណច្រើនបងប្អូនសម្រាប់ការតាមដាន